បើនិយាយដល់ប្រព័ន្ធរ៉ុកែតដែលកំពុងស្ថិតនៅក្នុងចំណាប់អារម្មណ៍របស់ប្រជាជនកម្ពុជាគឺយើងមិនអាចមើលរំលងបានឡើយនៅប្រព័ន្ធរ៉ុកែតដ៏មានអានុភាពមួយដែលវាគឺជា PHL-16 ឬមានឈ្មោះមួយទៀតថា PCL-191 នេះគឺជាអាវុធយុទ្ធសាស្ត្រកម្រិតខ្ពស់បំផុតមួយរបស់ប្រទេសចិនដែលមានសមត្ថភាពវាយប្រហារគោលដៅច្បាស់លាស់ក្នុងរយៈចម្ងាយឆ្ងាយរហូតដល់500គីឡូម៉ែត្រប្រព័ន្ធនេះត្រូវបានគេចាត់ទុកថាជាបងធំក្នុងត្រកូល PHL តើហេតុអ្វីបានជា PHL-16 ក្លាយទៅជាអាវុធយុទ្ធសាស្ត្រដ៏សំខាន់ដែលគ្រប់គ្នាប្រាថ្នាចង់បានតើអានុភាពដែលវាផ្ដល់ឲ្យមានលក្ខណៈពិសេសកម្រិតណាតោះបងប្អូនទាំងអស់គ្នាទស្សនាវីដេអូនេះ PHL-16 គឺជាប្រព័ន្ធរ៉ុកែតយុទ្ធសាស្ត្រដែលត្រូវបានរចនាឡើងដើម្បីផ្លាស់ប្ដូរស្ថានភាពក្នុងសមរភូមិទាំងស្រុងវាគឺជាស្នាដៃវិស្វកម្មដ៏ល្បីល្បាញរបស់ក្រុមហ៊ុន Norinco ដែលជាក្រុមហ៊ុនផលិតសព្វាវុធធំបង្អស់របស់ប្រទេសចិនប្រព័ន្ធនេះត្រូវបានគេអភិវឌ្ឍដោយយកលំនាំតាមប្រព័ន្ធរ៉ុកែត AO3 ដោយត្រូវបានគេកែសម្រួលបច្ចេកវិទ្យាឲ្យកាន់តែទំនើបដើម្បីដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងកងទ័ពរំដោះប្រជាជនចិននៅក្នុងអំឡុងឆ្នាំ2019ការបង្ហាញខ្លួនជាសាធារណៈលើកដំបូងរបស់វាក្នុងក្បួនព្យុហយាត្រាខួប70ឆ្នាំនៃសាធារណរដ្ឋប្រជាមានិតចិនបានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំងនិងទទួលស្គាល់ថាវាគឺជាអាវុធដែលអាចកំណត់ជោគវាសនានៃសមរភូមិបានមូលហេតុដែលធ្វើឲ្យ PHL-16 ក្លាយជាស្ដេចរ៉ុកែតនាពេលបច្ចុប្បន្នគឺស្ថិតនៅលើចំណុចពិសេសចំនួន3យ៉ាងទី1ភាពបត់បែននៃគ្រាប់រ៉ុកែតនេះគឺជាចំណុចដែលអស្ចារ្យបំផុតផ្ទុយពីប្រព័ន្ធចាស់ៗដែលត្រូវបានកំណត់ឲ្យប្រើប្រាស់គ្រាប់រ៉ុកែតដែលមានតែមួយទំហំប្រអប់ផ្ទុកគ្រាប់របស់ PHL-16 អាចផ្លាស់ប្ដូរគ្រាប់តាមតម្រូវការយុទ្ធសាស្ត្រភ្លាមៗវាមានសមត្ថភាពផ្ទុកគ្រាប់រ៉ុកែតដែលមានទំហំ370មីលីម៉ែត្រចំនួន8គ្រាប់សម្រាប់គោលដៅរយៈចម្ងាយចន្លោះពី150ទៅ200គីឡូម៉ែត្រលើសពីនេះបើសិនត្រូវការវាយប្រហារគោលដៅយុទ្ធសាស្ត្រសំខាន់ៗដែលមានចម្ងាយឆ្ងាយជាងនេះវាក៏អាចផ្លាស់ប្ដូរដោយប្រើប្រាស់គ្រាប់មីស៊ីលប៉ាឡីស្ទិកដែលមានទំហំ750មីលីម៉ែត្រចំនួន2គ្រាប់ដែលមានឈ្មោះថា Fire Dragon 408ដែលគ្រាប់ប្រភេទនេះអាចវាយប្រហារគោលដៅបានរយៈចម្ងាយរហូតដល់500គីឡូម៉ែត្រព្រមទាំងមានអានុភាពបំផ្លិចបំផ្លាញខ្ពស់បំផុតដែលអាចកំទេចទីបញ្ជាការរ៉ាដាការពារអាកាសឬមូលដ្ឋានទ័ពរបស់សត្រូវយ៉ាងមានប្រសិទ្ធភាពទី2ភាពជាក់លាក់នៃការវាយប្រហារ PHL-16 បាញ់មិនឲ្យខាតគ្រាប់ឡើយវាមានប្រព័ន្ធនាំផ្លូវដ៏ទំនើបបំផុតដោយប្រើប្រាស់ការតភ្ជាប់ជាមួយផ្កាយរណបប៉ីទូនិងប្រព័ន្ធ Inertial Navigation ដែលធានាថាគ្រាប់នីមួយៗនឹងធ្លាក់ចំគោលដៅយ៉ាងសុក្រឹតជាទីបំផុតដែលជាការគំរាមកំហែងដែលសត្រូវមិនអាចគេចផុតបានឡើយទី3សមត្ថភាពចល័តប្រព័ន្ធនេះត្រូវបានដំឡើងនៅលើរថយន្តយោធាកង់8ដែលមានកម្លាំងម៉ាស៊ីនខ្លាំងក្លានិងអាចធ្វើដំណើរបានល្បឿនលឿនទាំងនៅលើផ្លូវធម្មតានិងផ្លូវដែលមានស្ថានភាពលំបាកដែលស្របទៅនឹងគោលការណ៍បាញ់ឲ្យផ្លាស់ទីរបស់វា PHL-16 អាចរៀបចំការបាញ់បានយ៉ាងលឿនជាទីបំផុតហើយនៅពេលដែលវាបាញ់រួចវានឹងចល័តខ្លួនចាក់ចេញពីទីតាំងនោះភ្លាមមុនពេលដែលសត្រូវអាចរកឃើញទីតាំងនិងបាញ់សងមកវិញបច្ចុប្បន្នប្រទេសចិនបានចាប់ផ្ដើមនាំចេញប្រព័ន្ធប្រភេទនេះទៅកាន់ទីផ្សារអន្តរជាតិហើយដែលក្នុងនោះមានប្រទេសអេមីរ៉ាតអារ៉ាប់រួមនិងប្រទេសមួយចំនួនទៀតនៅអាស៊ីកណ្ដាលបានបង្ហាញចំណាប់អារម្មណ៍ចង់ទិញវាដើម្បីយកមករួមចំណែកការពារជាតិរបស់ពួកគេសម្រាប់តម្លៃវិញដោយសារតែវាជាប្រព័ន្ធទំនើបដែលរួមបញ្ចូលទាំងរថយន្តយោធាកុំព្យូទ័រគ្រប់គ្រងការបាញ់និងប្រព័ន្ធមីស៊ីលប្លង់ដ៏ស្មុគស្មាញតម្លៃនៃប្រព័ន្ធនេះត្រូវបានគេប៉ាន់ស្មានថាមានតម្លៃចន្លោះពី5ទៅ10លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយគ្រឿងអាស្រ័យទៅលើបរិមាណគ្រាប់ដែលមានបំពាក់មកជាមួយនិងកិច្ចព្រមព្រៀងក្នុងការផ្ទេរបច្ចេកវិទ្យាផ្សេងៗ PHL-16 គឺជាអាវុធគន្លឹះដែលអាចកែប្រែជោគវាសនានៃសមរភូមិទំនើបទាំងស្រុងបានវាគឺជាកាំភ្លើងធំរយៈចម្ងាយឆ្ងាយដែលអាចវាយប្រហារទៅដល់ទីបញ្ជាការឬគោលដៅយុទ្ធសាស្ត្ររបស់សត្រូវដែលនៅជ្រៅក្នុងទឹកដីរបស់ពួកគេដោយមិនចាំបាច់បញ្ជូនយន្តហោះចម្បាំងទៅច្បាំងឡើយតើបងប្អូនយល់យ៉ាងណាដែរចំពោះសមត្ថភាពដ៏ខ្លាំងក្លានៃប្រព័ន្ធនេះបាញ់បានចម្ងាយ500គីឡូម៉ែត្រតើធ្វើអ្វីបានខ្លះ
បើកម្ពុជាទទួលបានវាតើវាពិតជាអាចពង្រឹងអំណាចយោធារបស់កម្ពុជាបានដល់កម្រិតណាដែរសូមជួយ comment ប្រាប់និងផ្ដល់ជាមតិយោបល់របស់បងប្អូននៅខាងក្រោមវីដេអូនេះផងកុំភ្លេចចុច like share និង subscribe ដើម្បីទទួលបានវីដេអូថ្មីៗនៅពេលបន្ទាប់អរគុណសូមជម្រាបលា